ហេតុអ្វីបានជាគ្រប់រឿងត្រូវតែមានទំនុកចិត្តទើបអាចស្ងប់ចិត្តបានចុះប្រសិនបើសូម្បីតែគ្មានទំនុកចិត្តហើយក៏នៅតែរស់អាចស្ងប់ចិត្តនោះមិនល្អទេឬយ៉ាងណាខ្ញុំស្រាប់តែបានឮសូរសេចក្តីព្រួយបារម្ភពីជីវិតដែលកំពុងតែរស់នៅរាល់ថ្ងៃនេះពីមហាជនទូទៅចំពោះអនាគតដែលគិតមិនដល់ស្មានមិនត្រូវនេះសបញ្ជាក់ឲ្យឃើញថាយើងកំពុងតែស្វែងរកទំនុកចិត្តចំពោះដំណើរប្រព្រឹត្តទៅរបស់ជីវិតយើងឲ្យប្រកបសិនថាមានសុវត្ថិភាពទើបស្ងប់ចិត្តហេតុអ្វីបានជាគ្រប់រឿងត្រូវតែមានទំនុកចិត្តទើបអាចស្ងប់ចិត្តបានចុះប្រសិនបើសូម្បីតែគ្មានទំនុកចិត្តហើយក៏នៅតែរស់អាចស្ងប់ចិត្តនោះមិនល្អទេឬយ៉ាងណាតើមានទេផ្លូវបែបនោះការទាមទារទំនុកចិត្តជាមុនសិនមុនពេលធ្វើអ្វីមួយនោះមិនប្រកាសថាបានសម្រេចគ្រប់រឿងទេមានរឿងខ្លះយើងមិនអាចទាមទារទំនុកចិត្តបានទេព្រោះទំនុកចិត្តអាចប្រែប្រួលតាមអារម្មណ៍ពេលវេលាបរិយាកាសឬក៏មនុស្សជុំវិញខ្លួនតែទោះជាយ៉ាងនេះក៏ដោយក៏យើងនៅតែដើរទៅមុខមិនអាចបដិសេធបានទេឧទាហរណ៍នៅពេលដែលយើងជិះយន្តហោះយើងមិនដែលស្គាល់អ្នកបើកបរយន្តហោះនោះទេមិនដឹងពីសមត្ថភាពរបស់ពួកគាត់រឹតតែគ្មាននរណាម្នាក់អាចធានាបានថាម៉ាស៊ីនយន្តហោះនឹងមិនមានបញ្ហាពេលហោះហើរប៉ុន្តែយើងនៅតែអាចផ្សងគ្រោះថ្នាក់នេះដោយធ្វើសេចក្តីជឿជាក់ឥតប្រកែកចំពោះដំណើរនេះដោយសេចក្តីស្ងៀមស្ងាត់ហេតុអ្វីយើងធ្វើបានចុះដំណើរជីវិតរបស់យើងដែលកំពុងតែប្រព្រឹត្តទៅរាល់ថ្ងៃនេះភាគច្រើនក៏គ្មានអ្នកដឹងថាតើនរណាជាអ្នកកាច់ចង្កូតជីវិតនេះឲ្យប្រកបដែរហេតុអ្វីក៏យើងជឿជាក់មិនបានហើយនាំគ្នាមានសេចក្តីបារម្ភខ្លាចមិនដល់គោលដៅខ្លាចគ្រោះកាចនៅខាងមុខខ្លាចពេលនោះមកដល់យើងទទួលយកមិនបានខ្លាចគ្រប់យ៉ាងមិនដូចការត្រៀមទុកខ្លាចអញ្ចេះខ្លាចអញ្ចោះគ្រប់តែរឿងទាំងគ្រប់យ៉ាងដែលយើងខ្លាចនោះគ្មានជំនឿចិត្តឯណាអាចធានាបានទាំងអស់នោះទេហើយថែមទាំងធ្វើឲ្យជីវិតឥឡូវនេះប្រែទៅជារងទុក្ខមុនអនាគតដែលយើងគិតនោះមកដល់ថែមទៀតផងចូលមានការជឿជាក់និងបន្តក្នុងបេសកកម្មជីវិតនេះប្រកបដោយភាពរឹងមាំស្ងៀមស្ងាត់បើទោះបីជាគ្រប់យ៉ាងសមបំណងខ្លះមិនសមបំណងខ្លះក៏ដោយ